ប្រតិភូរដ្ឋាភិបាលក្រៅប្រទេស$23ឬក៏តុលាការសំទោសរដ្ឋាភិបាលឯករាជ្យនៅក្រៅប្រទេសនេះគឺបងប្អូនបានជ្រាបហើយគឺពួកគាត់ដឹកនាំគណៈប្រតិភូ4នាក់តែក្នុងនោះមានលោកអ៊ូសាម៉ាឌីមានលោកស្រីអ៊ូលីនដាមានលោកស្រីថិតកំហ៊ុននិងលោកអ៊ុំសំអានផងម្នាក់សុទ្ធតែមានដូសៀឯកសារភស្តុតាងទៅមកសំពីម្នាក់ឈ្មោះតម្រង់ទៅទីក្រុងឡាអេប្រទេសហូឡង់ដែលទៅតាមការកោះអញ្ជើញឬក៏ស្នើឲ្យចូលទៅជួយបំពេញបន្ថែមផ្ដល់ភស្តុតាងបន្ថែមស្ដីអំពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជាដើម្បីឲ្យតុលាការមានភស្តុតាងគ្រប់គ្រាន់បើការស៊ើបអង្កេតដើម្បីរកយុត្តិធម៌ជូនប្រទេសកម្ពុជាដែលរដ្ឋាភិបាលកម្ពុជាមកដល់ម៉ោងនេះមិនប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិមួយនេះទេនៅតែតវ៉ានៅតែថ្កោលទោសនៅតែជូនដំណឹងនៅតែទៅថតរូបយកតែភស្តុតាងហ្នឹងរាល់តែថ្ងៃមួយឆ្នាំហើយមួយឆ្នាំជាងហើយបាទ8ខែសំទោសមិនមែនមួយឆ្នាំជាង8ខែព្រោះអីឆ្លោះគ្នាហ្នឹងតាំងពីមានកិច្ចព្រមព្រៀងឈប់បាញ់មកខែធ្នូអញ្ចឹង8ខែហើយគណៈប្រតិភូរបស់រដ្ឋាភិបាលក្រៅប្រទេសនេះដែលដឹកនាំដោយមនុស្សសំខាន់4រូបជាពិសេសលោកអ៊ុំសំអាននោះគឺមានទាំងផែនទីខ្នាត1លើ200,000មានទាំងឯកសារអំពីថៃឈ្លានពានប្រើផ្សែងពុលក្របបែកចង្កោមទម្លាក់គ្រាប់ F16 លើភូមិឋានវត្តអារាមសាលារៀនមន្ទីរពេទ្យស្ពានថ្នល់ដែលខ្ទេចខ្ទីដោយថៃនិងស្ថានភាពជនភៀសសឹកខ្មែរផងដូច្នេះពួកគាត់បដិញ្ញាខ្លាំងមែនតើដែលជាមែនតើទៅគួរតែរដ្ឋាភិបាលកម្ពុជាឯនោះទេដែលជាអ្នកដាក់មិនមែនពួកគាត់អ្នកដាក់ទេតែពួកគាត់បានអង្វរផងសាពះផងឲ្យរដ្ឋាភិបាលកម្ពុជាដាក់ប្តឹងទៅគេដើម្បីបានដីថៃដីខ្មែរដែលថៃរំអូសយកបានតែគេមិនព្រមអញ្ចឹងទៅបានជាពួកគាត់ព្រមឬក៏សម្រេចធ្វើកិច្ចការមួយនេះដែលរៃលុយកប៉ៅខ្លួនឯងទៀតរៃលុយកប៉ៅខ្លួនឯងមកជុំវិញងុំនឹងពួកគណៈបកប្រជាជនកម្ពុជាហ្នឹងមកជេរបចោលគ្នារឿងថាទប់ទី1ថាទប់រឿងប្តឹងទៅ ICC ហ្នឹងមិនបានការអីហ្នឹងកុំប្តឹងទី2គឺប្រាប់ថារៃលុយគ្នាទៅជួលមេធាវីអីហ្នឹងសុទ្ធតែរឿងស្រមសម្បត្តិស្រមអីគឺថាមួយថ្ងៃគឺនាំគ្នាជួយទៀមដូចឆ្អឹងដូចថាឆ្លើងកបីអញ្ចឹងបងប្អូនជក់ឈាមទាញទម្លាក់មកកុំឲ្យគ្នារបូតខោរបូតអាវអស់ហើយដើម្បីទៅតុលាការព្រំប្រទានអន្តរជាតិនឹងលុយកប៉ៅឯងស្អីទាំងអស់ខ្លួនឯងឯនោះវិញមិនប្តឹងហើយមិនជោគមិនចែវហើយយកជើងរៀតទឹកទៀតប្រជាពលរដ្ឋសម្រាប់ចិត្តសម្រាប់ជោគវាសនាទៅថាតើក្រុមណាចង្រៃក្រុមណាអត្តបាតក្រុមណាដែលខំប្រឹងការពារដើម្បីប្រយោជន៍ជាតិនេះហើយអូយមួយថ្ងៃនិយាយពីអូយគេជ្រិញគេនឹងអាស្រោមសម្បត្តិនោះហើយដឹងគេគ្នាប្រមូលយកទៅធ្វើអីណោះទៅជួលលោក Richard Rogers ណោះដែលមេធាវីអន្តរជាតិហ្នឹងគេហូបមិនណាកដាស់ឬក៏ហូបកាមមែនតែគេមកជួយយើងគេជាជនជាតិអង់គ្លេសសោះគេជួយជាយោបល់ជួយអីក៏ប៉ុន្តែគេក៏ត្រូវការលុយផ្គត់ផ្គង់ជីវភាពគ្រួសារដែរព្រោះគេមានក្រុមហ៊ុនមេធាវីហើយចុះរដ្ឋាភិបាលទៅជួលពួកអា lobby នេះមួយឆ្នាំរាប់លានដុល្លារដើម្បីទប់កុំឲ្យគេដាក់ទណ្ឌកម្មកម្ពុជាដោយសារតែរឿងមិនស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញនេះជួលគេម្ដងអស់លុយឲ្យទៅជួលស្អីអ្នកដែល2អ្នកដើម្បីធ្វើជាសមាជិករបស់អីការគេហៅស្អីយន្តការផ្សះផ្សាដោយកតាបកិច្ចនោះអារឿងអ៊ុនក្លោរឿងសមុទ្រ2អ្នកហ្នឹងមិនដឹងអស់លុយប្រហែលលានទៀតអញ្ចឹងទៅខ្ញុំមិនទៅជាចំទាស់អីអារឿងជួលលុយគេដើម្បីបានដីដែនសមុទ្រពីខ្មែរមកវិញប៉ុន្តែអារឿងនេះរឿងនៅដែនគោកនេះ76កន្លែងណាអត់បានមកដុំមកវិញសោះហើយទៅអត់ព្រមប្តឹងដល់គេប្តឹងទៅរករឿងគេមិនឲ្យអ្នករៃលុយហ្នឹងយកទៅជួលមេធាវីហ្នឹងទៀតអីក៏យ៉ាងនេះខ្ញុំមិនដែលឃើញខ្មែរយើងអីក៏យ៉ាងនេះខ្ញុំស្អប់លោកច័ន្ទមុលមែនតើព្រលឹងវិញ្ញាណក្ខន្ធលោកច័ន្ទមុលនោះខ្ញុំស្អប់គ្រាន់គាត់ថានិយាយពិតពេកពីចរិតខ្មែរលោកប៊ុនច័ន្ទមុលគាត់សរសេរសភៅពីចរិតខ្មែរហ្នឹងគឺចរិតបំផ្លាញគ្នាប៉ុន្តែមិនដឹងខ្មែរប្រមាណអ្នកបើតាមខ្ញុំស្គាល់ដូចមានខ្មែរច្រើនណាស់ដែលមិនចរិតដេរដ្ឋីដេរឆានអញ្ចឹងសោះគេចង់តែជួយគ្នាចង់តែអីលើកស្ទួយគ្នាដែរតែមានក្រុមដើម្បីអំណាចផ្ដាច់ការបកពួកពូជអម្បូររបស់ខ្លួនហ្នឹងគឺថានៅក្រាញនៅហ្នឹងហើយនិយាយពីឆ្លោះគ្នាជេរបចោលគ្នាដែលធ្វើឲ្យអ្វីដែលលោកប៊ុនច័ន្ទមុលនិយាយថាខ្មែរមានចរិតរបៀបក្តិចត្រួយរបៀបបំផ្លាញនិន្ទាឈ្នានេះគ្នានោះដូចត្រូវច្រើនចំណុចប៉ុន្តែខ្ញុំនៅតែចង់ប្រាប់លោកប៊ុនច័ន្ទមុលថាមិនមែនអញ្ចឹងទេគេមានខ្មែរអ្នកស្នេហាជាតិច្រើនណាស់ដែលគេមិនក្តិចគ្នាទេគេជួយជ្រោមជ្រែងគ្នាគេជួយរៃលុយគ្នាគេជួយធ្វើបាតកម្មគេជួយអីដើម្បីទាមទារឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យសុទ្ធតែអ្នកដែលស្រឡាញ់មុទិតាទេសូមឲ្យព្រលឹងវិញ្ញាណក្ខន្ធលោកប៊ុនច័ន្ទមកស្ងប់ឲ្យបើថាលោកនៅវល់ទេសូមមកជួយដាក់បដាសាពួកដែលក្រុមខំប្រឹងភ័យខ្លាចគេតវ៉ាបានដីខ្មែរពីថៃមកវិញនឹងផងបាទឥឡូវនេះគាត់ប្រមូលស្នាមមេដៃទៅមកដល់ពេលនេះគឺគាត់ស្ពាយទាំងដូសយេទាំងឯកសារអីទៅមកកណោក៏ដឹកម្នាក់មកបាច់ម្នាក់មកវលី
ឥឡូវហ្នឹងស្ពាយទាំងហត្ថលេខាប្រជាប្រដ្ឋខ្មែរនៅគ្រប់ទិសទីចំនួនជាង17សែនណាសំទោស170000 170,000អ្នកជាងណាបងប្អូនដែលផ្តិតមេដៃថ្កោលទោសរដ្ឋាភិបាលកម្ពុជាតាក់ទងនឹងការដែលមិនអាចការពារដែនអធិបតេយ្យរបស់កម្ពុជាបានធ្វើឲ្យដី76កន្លែងថៃគ្រប់គ្រងបានហើយអត់ព្រមប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិអញ្ចឹងពួកគាត់ធ្វើយុទ្ធនាការតាមបណ្ដាញសង្គមនេះប្រមូលស្នាមមេដៃឬក៏ហត្ថលេខាឬក៏ញត្តិគាំទ្រនេះមកដល់ម៉ោងនេះគឺបាន175,622ហត្ថលេខាឬការញត្តិគាំទ្រសម្លេងគាំទ្រច្រើនណាស់បងប្អូន170,000អ្នកជាងក្នុងចំណោមប្រជាពលរដ្ឋ17លាន18លានអ្នកដែលហ៊ានជួយគាំទ្រដើម្បីឲ្យគាត់យកសម្លេងនេះយកទៅប្រាប់តុលាការព្រំប្រទានអន្តរជាតិថាប្រជាពលរដ្ឋខ្មែរយ៉ាងហោចណាស់ក៏100,000អ្នកជាងដែរដែលគាំទ្រឲ្យស្ពាយដូសៀហ្នឹងទៅប្តឹងថៃអំពីអំពើឈ្លានពានប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិនេះឲ្យចាត់ការស៊ើបអង្កេតទៅដែលតាមពិតគួរតែជាភារកិច្ចរបស់រដ្ឋាភិបាលកម្ពុជាឯនោះទៅវិញទេតែយ៉ាងណាក៏កោតសរសើរក្រមរដ្ឋាភិបាលក្រៅប្រទេសហើយនៅតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាខ្មែរក្រៅប្រទេសណាម្នាក់1រៀល$2 $3ស្អីក៏ដោយជួយបរិច្ចាគជួយគ្នាហើយកុំទៅស្ដាប់ពួកខាងក្រុម MMO បាតផ្សារណាដែលនិយាយពីរឿងសារ៉មសវត្តហ្នឹងក្រុមនេះគឺដូចខ្ញុំនិយាយចឹងជាឆ្លើងជញ្ជក់ឈាមខ្លាចណាស់ខ្លាចទីភ្លឺណាស់ព្រោះគាត់នៅតែនរោអវជ័យប្រែតអសូរកាយហ្នឹងគាត់ក្រេតតែជញ្ជក់ផ្ទុះឈាមចឹងគាត់ត្រូវការតែងងឹតទេដល់តែពេលខាងនេះដាក់ភ្លើងផ្លែទៅគឺនាំគ្នារករឿងដើម្បីផលិតភ្លើងហ្នឹងអញ្ចឹងជួយគ្នាបងប្អូនសធាបងប្អូនមិនអាចទៅចូលស្រុកខ្មែរទៅលើកអាវុធការពារព្រំដែនអីដូចបងប្អូនដែលអោបកភ្លើងនៅព្រំដែនបានទេបងប្អូនបានតែស្រក់ទឹកភ្នែកយំយែកដើម្បីនឹងអាណិតអាសូរប៉ុន្តែឲ្យលើសពីការយំយែកស្រក់ទឹកភ្នែកអាណិតអាសូរហ្នឹងគឺជួយជាថវិកាពេលដែលពួកគាត់រៃអង្គាសជាពិសេសគឺសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខឬក៏បោះឆ្នោតជាតិអីហ្នឹងដើម្បីឲ្យគាត់មានកម្លាំងលើកស្លាកកម្លាំងតតាំងជាមួយនឹងពួកផ្ដាច់ការអីបើបងប្អូនមិនជួយបានលុយមកពីណាពួកផ្ដាច់ការគេលុយគេដេកក្រាលដេក100ជាតិក៏មិនអស់ដែរព្រោះគេលួចជាតិនេះគេបានពីអង្គការមហាមន្ត្រីបោកប្រជាពលរដ្ឋ scam online ស្អីលុយនេះវាច្រើនពេកគេជួលទៅណាទិញលលោកណាក៏បានដែរលុយឲ្យអ្នកនេះ50,000អ្នកនោះ10,000 $100,000អីផុយតែបងប្អូនមកកាក់ម៉ាស៊ីនហ្នឹងបងប្អូនអត់មានទេប៉ុន្តែត្រូវចាំថាសម្លេងបងប្អូនដែលជួយ$1នេះស្មើនឹង$1លានពួកអ្នកអង្គការជួយគ្នាគាត់ព្រោះ$1របស់បងប្អូនពីសទ្ធាជ្រះថ្លាដែលមិនមែនបានមកពីអំពើលួចជាតិហើយជួយដោយស្មោះត្រង់មានសទ្ធាហើយជួយជាតិអានេះរឿងសំខាន់បានប៉ុណ្ណាហើយអញ្ចឹងកុំឲ្យប៉ុននេះវាអសទ្ធាអីជួយគ្នាបើគាត់រៃលុយអង្គាសលុយចូលទៅហើយបើគាត់រៃលុយមកណាមួងណារ៉េតចូលមុនគេ$5 $10ខ្ញុំមិនមានច្រើនទេពួកបង្អែមលៀងមាត់ខ្ញុំចែកជូនបងប្អូនទទួលទាន free ដែរហ្នឹងរាល់ថ្ងៃរហូតតែលុយប្រមូលអាស្លឹកចេកនិងធ្យូងហើយនឹងខ្ទិះដូងនោះមកឲ្យតែតាន់ពេលមិនចង់ផងប៉ុន្តែមិនលូរតអីទេព្រោះអីយើងស្ម័គ្រចិត្តបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌទៅហើយតែនៅតែមានបងប្អូនអាណិតអាសូរបរិច្ចាគអីហ្នឹងជាបដាអាបរិច្ចាគហ្នឹងមានអាក្រុម MMO ពួកគណៈបកប្រជាជនហ្នឹងចង្រៃមែនតើមករករឿងមួងណារ៉េតហ្នឹងថាគ្រាន់បើឲ្យប្រាក់ខែផ្សិតតែអួត7 8,000ប្រាក់ខែខ្ញុំ7 8,000ខ្ញុំយកមកបង់តែផ្ទះខ្ញុំបង់ចង់អស់ដែរហ្នឹងហើយខ្ញុំតែគាត់ថាប្រាប់ថាវាមិនស្លាប់ខ្ញុំគ្រាន់ប្រាប់ប៉ុណ្ណឹងតើខ្ញុំមិនទៅសុំបាយគេហូបដោយអស់លោក3ពេលហ្នឹងខ្ញុំនិយាយចេះហើយមករករឿងស្អីខ្ញុំបងប្អូនមានសមានចិត្តអីគេគាត់បរិច្ចាគមកខ្ញុំអំពាវនាវឲ្យបរិច្ចាគហ្នឹងខុសដែរខ្ញុំមានទៅលួចឯណាខ្ញុំមានទៅប្លន់ឯណាខ្ញុំមានទៅភ្ជុងកភ្លើងបងប្អូនឯណាបងប្អូនឲ្យតាមសមានចិត្តសទ្ធាបងប្អូនខ្លះរហូតដល់តែសុំកណនីធនាគារខ្ញុំសុំបរិច្ចាគត្រឹម$20-30ប្រចាំខែអីទៀតផងហើយមើលសមានចិត្តប៉ុណ្ណឹងហើយខ្ញុំទៅបដិសេធមិនទទួលយកយ៉ាងដូចម្ដេចទៅបងប្អូនអាណិតអាសូរខ្ញុំគាត់ថាគាត់មិនអាចជួយអីបានទេប្រាក់តិចតួចអីហ្នឹងគ្រាន់តែជាការលើកទឹកចិត្តដើម្បីជួយភ្ជាប់និស្ស័យជួយការពារជាតិរបស់យើងអីអញ្ចឹងអានេះជាអំពើធម្មទានសទ្ធាជ្រះថ្លាអញ្ចឹងបងប្អូនអញ្ចឹងមករករឿងខ្ញុំដែរមានតែមៀតាដែលនាំគ្នារករឿងអញ្ចឹងអាគេលួចជាតិនោះចង់រិញរៃអត់ទៅថ្កោលទោសដើម្បីយកទៅព្យួរកឲ្យអស់មករករឿងមួងណារ៉េតធ្វើធម្មទានបង្អែមលៀងមាត់មកផ្ទះធំមួយថ្ងៃគេងបាន4ម៉ោងហ្នឹងវាអត់ចោះនរោអស់លោកខ្ញុំមិនដឹងទេនរោឥឡូវបាទខ្ញុំនៅតែជូនពរឲ្យក្រុមការងាររដ្ឋាភិបាលក្រៅប្រទេសនេះបានជោគជ័យទៅព្រោះជោគជ័យមិនមែនសម្រាប់តែក្រុមគាត់ទេគឺសម្រាប់ប្រជាពលរដ្ឋទាំង18លាននាក់ហើយសម្រាប់បានយុត្តិធម៌សម្រាប់ប្រទេសកម្ពុជាដែរគាត់ទៅជួបរដ្ឋអាជ្ញានៅថ្ងៃច័ន្ទនេះហើយគឺថ្ងៃទី24បាទឥឡូវព័ត៌មានបន្តទៅទៀតគឺសារព័ត៌មានអន្តរជាតិរាយការណ៍ថាលុយយកមកសាងវិមានព្រឹទ្ធសភាគឺវិមានសាមគ្គីភាពបានមកពីអ្នកអង្គការលីយ៉ុងផាត់និងលោកហ៊ុនតូដែលជាក្មួយរបស់លោកហ៊ុនសែន
នឹងមហាសេដ្ឋីនៅស្រុកខ្មែរប្រមាណ9នាក់ទៀតសរុប11នាក់ដែលលោកលីយ៉ុងផាត់និងលោកហ៊ុនតូជាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលជាតិអាមេរិកតាក់ទងពីការឆបោកអនឡាញសារព័ត៌មានអន្តរជាតិគេផ្សាយក៏ក្រាក់ពេញផ្ទៃពិភពលោករឿងអាស្រូវស្រុកខ្មែរយើងមិនសូវដូចជាស្ងាត់ទេបងប្អូនព្រោះអីយើងត្រូវដឹងថាវិមានដែលសងស្កឹមស្កៃម្សិលមិញដែលគេដាក់សម្ពោធហ្នឹងគឺមានប្រកូណាប្របាទនរោត្តមសីហមុនីលោកយាងទៅធ្វើជាព្រះរាជអធិបតីហើយក៏មានថ្លែងព្រះរាជសារអី3 4ទំព័រដែរតែខ្ញុំនឹងសង្ខេបព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរត្រឹមទំព័រចុងក្រោយមួយដើម្បីមានយោបល់បន្តិចតាក់ទងពីព្រះរាជអង្គការរបស់ព្រះមហាក្សត្រខ្មែរតាក់ទងនឹងអ្វីដែលកើតឡើងនៅកម្ពុជាដែរហើយគ្រាន់តែរឿងនេះគឺអញ្ចេះស្រុកខ្មែរបងប្អូនសាកសួរសំណួរដោយខ្លីតើវាមានសាមគ្គីភាពរបស់រដ្ឋាភិបាលកម្ពុជាកម្ពស់4ជាន់នេះដែលគេថាសាងសង់ដើម្បីទទួលភ្ញៀវបរទេសមកទស្សនកិច្ចនៅស្រុកខ្មែរនេះនឹងតើបងប្អូនដឹងអស់លុយប៉ុន្មានទេឥឡូវបងប្អូនសាកសួរមើលដែលយើងជារាជម្ចាស់ឆ្នោតជាម្ចាស់ជោគវាសនាប្រទេសសួរថាអស់លុយប៉ុន្មានបងប្អូនណាឆ្លើយត្រូវខ្ញុំសឹងថាឲ្យពានរង្វាន់ជាទុយគាត់ចិត្តផងដឹងវិមានហ្នឹងសាងសង់អស់លុយប៉ុន្មានទេហើយដឹងអ្នកណាជួយលុយសាងសង់វិមានហ្នឹងហ៎ខ្ញុំអត់មានចម្លើយទេចឹងបងខ្ញុំសួរបងប្អូនហ្នឹងព្រោះអត់ត្រឹមខ្ញុំស្រាវជ្រាវព័ត៌មានឡើងកញ្ញាញ់ខួរហើយអត់រកលុយឃើញហូចចុះវាមានសាធារណៈលុយរបស់អីអ្នកណាជួយអីធ្វើដើម្បីប្រយោជន៍ប្រជាពលរដ្ឋដំណាភាពនៅកន្លែងណាដែលអត់ដឹងថាអាគារនេះបានលុយប្រមាណអស់លុយប្រមាណអ្នកណាសង់ការលើកមុនវាមានស្អីទីស្តីការគណៈរដ្ឋមន្ត្រីអីលុយចិនជួយប្រមាណលុយរដ្ឋាភិបាលប្រមាណឥឡូវពលានយន្តហោះសាងអស់ប្រមាណអីប្រមាណអត់ហេតុអីបានជាគេអត់ប្រាប់ថាអស់លុយប្រមាណបងប្អូនអាគារនេះមិនតិចជាង20លានទេជាទូទៅព្រោះអីអាគារស្កឹមស្កៃបែបនេះអស់លុយច្រើនណាខ្ញុំស្មានទេប៉ុន្តែដឹងតែខ្ទង់លានហើយលានដុល្លារលានតែផ្នែកប្រជាពលរដ្ឋប៉ុន្តែប្រជាពលរដ្ឋមិនបាច់20លានផ្នែកអីព្រោះអីលុយនេះទី1គេក៏អត់ប្រាប់ថាអស់ប្រមាណទី2គេអត់ប្រាប់ថាអ្នកណាជួយទៀតក៏ប៉ុន្តែមិនមែនជាជំនួយបរទេសទេព្រោះលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងសារនៅក្នុងពិធីនោះថាលុយនេះគឺបានមកពីសប្បុរសជននៅក្នុងស្រុកដែលជាខ្មែរជាស្អីក៏ដោយគាត់មិនប្រាប់ជាអ្នកណាទេហេតុអីបានជាលាក់ព័ត៌មានហ្នឹងតែលាក់យ៉ាងម៉េចក៏វាអត់ចិត្តដែរព្រោះព័ត៌មាននៃការសាងសង់អាគារនេះគឺការដែលលាក់ហ្នឹងគឺដោយសារតែមានឈ្មោះបុគ្គលសំខាន់2រូបដែលជាអ្នកបរិច្ចាគលុយជួយដល់វិមានព្រឹទ្ធសភានេះគឺអ្នកអង្គការលីយ៉ុងផាត់និងលោកហ៊ុនតូហើយអ្នកអង្គការលីយ៉ុងផាត់ហ្នឹងឈ្មោះលើគេក្នុងចំណោមមនុស្ស11នាក់ហ្នឹងបងប្អូនមួនណារ៉េតបានព័ត៌មាននេះមកពីណាព័ត៌មាននេះគឺបានមកពីសារព័ត៌មាន AFP របស់អន្តរជាតិដែលគេផ្សាយថារដ្ឋាភិបាលអត់បានប្រកាសថាអ្នកណាជួយលុយឬក៏អាគារនេះសង់អស់លុយប្រមាណមែនក៏ប៉ុន្តែស្លាកនៅក្នុងអាគារវិមានព្រឹទ្ធសភានេះដែលអត់មានអ្នកណាថតបានទេប៉ុន្តែអ្នកព័ត៌មានគេលួចយកព័ត៌មានបានថាមានរាយនាមសប្បុរសជនដែលបរិច្ចាគប្រាក់ច្រើនជាងគេគឺលំដាប់លេខ1គឺលោកលីយ៉ុងផាត់អ្នកអង្គការលីយ៉ុងផាត់ហើយនៅក្នុងចំណោម11អ្នកដែលជាអ្នកបរិច្ចាគសម្បើមសម្រាប់សង់អាគារនេះបើអញ្ចឹងមែនម្នាក់អាចរាប់លានដុល្លារឯណោះដើម្បីជួយសង់អាគារនេះមានលោកហ៊ុនតូទៅដែរសារព័ត៌មាន AFP ក៏ដកស្រង់តាក់ទងនឹងរឿងនេះសារព័ត៌មានថៃផ្សាយក៏ក្រាក់ពេញផ្ទៃថៃដោយសារអីគេចង់ដុតយើងដែរព្រោះអីថៃគេចង់ដឹងណាតើកម្ពុជាពិតជាបដូរផ្ដាច់នៅក្នុងការលុបបំបាត់ការឆបោកអនឡាញដោយការបដិញ្ញាអីទីព្រោះអីគេឃើញមានលោក Cash Patel ដែលជាមេ FBI អីហ្នឹងគេគាត់ចូលដល់ស្រុកខ្មែរជួបលោកហ៊ុនម៉ាណែតបដិញ្ញាអីហ្នឹងក៏ប៉ុន្តែលោក Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិគាត់ថាអាចឆបោកអនឡាញឃើញធ្វើកក្រក់អីដែរប៉ុន្តែដូចអត់ចាប់បានត្រីធំសោះបានតែបាតគាត់ចង់សួរថាតើត្រីធំហ្នឹងនៅឯណាអីចឹងទៅឥឡូវនេះត្រីធំហ្នឹងចាប់នៅតែអត់បានប៉ុន្តែត្រីធំហ្នឹងចាប់មិនបានលោកហ៊ុនតូមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកដែលថ្កោលទោសពីតាក់ទងនឹងក្រុមហ៊ុន Huawei លោកហ៊ុនតូប្រកាយអីគាត់ថាអត់មានតាក់ទងនឹងការសម្រេចចិត្តអីទេព្រោះគាត់មានភាគហ៊ុនតែ 30% ទេនៅក្នុង Huawei 30% ក៏អត់មានអីនិយាយបានបើថាកន្លះភាគរយអីទៅមិនថាទេភាគហ៊ុន 100% យើងមានចំណែក 30% យើងអត់អាចនិយាយអីបាននៅក្នុងហ្នឹងអត់អាចគ្រប់គ្រងអីបានដូចលោកដូចម៉េះ
លោកដូចតែដូចមេកុកទួលស្លែងដែលគាត់គ្រប់គ្រងកុកទួលស្លែងដែលស្លាប់មនុស្សអស់ 16000 នាក់អ្នកចូលកុកទួលស្លែងគឺត្រូវទៅស្លាប់ទាំងអស់សិតតែកម្មាភិបាលខ្មែរក្រហមដឹងតែដូចគាត់ថាមិនហិចទេក៏អត់ដឹងអីហងពួកអីគាត់ធ្វើតាមតែបញ្ជាគេឲ្យគាត់ជាមន្ត្រីទូចតាចមួយគ្រាន់តែធ្វើមេកុកទួលស្លែងមានអីមេកុកខ្លះគេមើលទៅស្លាប់មនុស្សរាប់សែនអ្នកផងប៉ុន្តែភ្លេចគិតថាលោកដូចជាមេកុកទួលស្លែងគឺជាគុកដាក់កម្មាភិបាលខ្មែរក្រហមកុយធួនឬក៏មន្ត្រីធំជាន់ខ្ពស់របស់ខ្មែរក្រហមបញ្ញវន្តបណ្ឌិតផ្សេងដែលគេយកមកពីក្រៅប្រទេសយកទៅឲ្យបំរើរដ្ឋាភិបាលខ្មែរក្រហមចាញ់បោកគេយកទៅស្លាប់នៅគុកទួលស្លែងឡើងពីទៅមើលទៅឃើញតែរូបថតនឹងភ្នែកកលួងទរណកម្មដកកញ្ចក់ផងក្អែបខំផងចលក់ជាមួយទឹកក្នុងធុងប្រេងកាតដែលចង់និយាយធុងទឹកដែលស្អីហ្នឹងមើលទៅលោកអ៊ំម៉ែនណាតហ្នឹងគាត់ធ្វើគូរូបព្រោះគាត់សល់អ្នកទោសនៅគុកទួលស្លែងហ្នឹងគាត់សាកសីរស់គាត់ទៅស្លាប់ប្រហែលជា10ឆ្នាំជាងហើយក្រោយមកហ្នឹងគឺលោកប៊ូមេងលោកអ៊ំប៊ូមេងហ្នឹងក៏ទើបតែស្លាប់ប្រហែលអាទិត្យមុនហ្នឹងគឺសុទ្ធតែអ្នកសាកសីរស់និយាយអំពីបញ្ហាលោកដូចហ្នឹងក៏ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត30ឆ្នាំ40ឆ្នាំដោយសារតែការទទួលខុសត្រូវក្នុងចំណែកគុកមួយដែលយើងគិតថាគុកនៅស្រុកខ្មែររាប់ម៉ឺនគុកចាហេតុអីបានជាមេគុកមួយត្រឹមតែដូចជាប់គុកដែរចុះភាគហ៊ុនតែដូចនៅក្នុងគុកទួលស្លែងឬក៏របបខ្មែរក្រហមណាបើនិយាយពីភាគហ៊ុនគាត់ហ្នឹងមានមិនដល់ 5% ផងតែដល់ពេលលោកហ៊ុនតូមានភាគហ៊ុន 30% នៅក្រុមហ៊ុនហ៊ុយវ៉ាន់គាត់ថាអត់អីផងហើយឥឡូវហ៊ុយវ៉ាន់ហ្នឹងធនាគារហ៊ុយវ៉ាន់ផេហ្នឹងឬអីហ្នឹងធនាគារជាតិហ្នឹងបិទចោលទៀតឥឡូវអ្នកដែលតវ៉ាខ្លោចផ្សាហើយគេដាក់នៅក្នុងបញ្ជីខ្មៅបង្កកទ្រព្យសម្បត្តិស្អីរឹបអូសបើមានតាក់ទងនឹងលោកហ៊ុនតូហើយរឿងឆបោកអនឡាញហើយលោកហ៊ុនតូនេះក៏ជាប់ឈ្មោះនៅក្នុងបញ្ជីនៃធនាគារមួយឈ្មោះ H&H ហេងហ៊ីដែលក្នុង H&H ហ្នឹងមានលោកលីហ្សុងដែលជាដៃស្ដាំរបស់ Gen Z ហើយមានភាគហ៊ុនត្រឹមតែ5% ឬ 20% តែមិនដឹងផងហើយជាសិទ្ធិនាយកនៅក្នុងក្រុមហ៊ុនធនាគារដែលទៅបាត់ទៅទៀតសិទ្ធិតាក់តងនឹងរឿងឆបោកនឹងដែរហើយទៅគាត់ថាអត់មានបានតាក់តងអីផងអត់មានការទទួលឥឡូវនេះស្រាប់តែធ្លាក់លឺទៅជួយលុយជួយដល់អាគារវិមានព្រឹទ្ធសភាវិមានសាមគ្គីភាពអីទៀតហើយលោកលីយ៉ុងផាត់ហ្នឹងក៏អញ្ចឹងដែរជាមេអុកញ៉ាសមាគមអុកញ៉ានៅស្រុកខ្មែរសហរដ្ឋអាមេរិកកោលទោសដាក់ក្នុងបញ្ជីក្រុមហ៊ុនលោកអុកញ៉ាលីយ៉ុងផាត់7 8សុទ្ធតែជាប់ទោសទាំងអស់ហើយឥឡូវនេះនៅព្រំដែនហ្នឹងកាស៊ីណូដែលតាក់ទងការឆបោកអនឡាញមានឈ្មោះលោកលីយ៉ុងផាត់មានអីនៅហ្នឹងសុយថាសឡកពឹសកម្ពុជាអត់ស៊ើបអង្កេតឥឡូវយើងអត់ឆ្ងល់ទេឲ្យគេស៊ើបអង្កេតអាម៉េចត្រីប៉ុណ្ណាក៏ដោយបើត្រីនេះនៅតែផ្ដាល់ផលគឺគេនៅតែຕົកអាហ្នឹងដូចរឿងកំ pl ែងមួយចឹងដែលជាប៉ែមួយនោះគាត់សំទោសស្ត្រីម្នាក់ដែលគាត់ទៅទូពិតប្រាប់មិត្តភក្តិគាត់ថាអូយសង្សារខ្ញុំធ្វើឲ្យខ្ញុំពិបាកចិត្តមែនតើកាលមុនខ្ញុំគីឡូ90គីឡូគាត់ធ្វើឲ្យខ្ញុំកើតទុករីងរៃឥឡូវខ្ញុំស្រកនៅសល់តែ60គីឡូស្រកអស់30គីឡូតែ2 3ខែហើយទៅមិត្តភក្តិគាត់សួរថាអញ្ចឹងបើគាត់អំពល់ទុកអញ្ចឹងអត់ព្រមផ្ដាច់តំណែងតំណងគ្នាទៅឈប់តាក់តងគ្នាទៅដឹងស្ត្រីនោះគាត់ឆ្លើយថាមិនទេអត់ទេខ្ញុំតមអាហារយូរហើយអត់បានផលសោះរាប់ឆ្នាំហើយតតែគាត់បានតែគាត់ទេបាទខ្ញុំស្រក30គីឡូអញ្ចឹងទុកឲ្យគាត់ឲ្យខ្ញុំរីងរៃតិចស្រកដល់45អីចាំខ្ញុំឈប់តាក់តងគាត់ណាវាទៅជាចេះវិញទៅយើងទុកអាគេរីងរៃទៅលអ៊ូពីរឿងរីងរៃហើយតើឥឡូវគេសួរថាចាប់បើរីងរៃអញ្ចឹងហេតុអីក៏នៅតាក់តងគ្នាទៀតគាត់ថាអត់ទេមកអញ្ចឹងដល់ពេលគាត់ធ្វើឲ្យបាក់ចិត្តទៅស្រកគីឡូអញ្ចឹងស្រួលដែរកាលមុនលេបថ្នាំអីក៏តាមមិនស្រកអញ្ចឹងទុកមិនបន្តិចទៀតទៅឲ្យស្រកដល់45ចាំឈប់តាក់តងគ្នាឥឡូវដូចគ្នាអញ្ចឹងករណីរបស់លោកលីយ៉ុងផាត់លោកហ៊ុនតូទៅជួយលុយនៅក្នុងអាគារវិមានរដ្ឋសភាមុខមាត់របស់ជាតិឲ្យលុយគេឲ្យមករាប់លានឧទាហរណ៍ឲ្យយើងទៅកាត់ទោសគេនឹងអាម៉េចទៅតាមស៊ើបអង្កេតគេអាម៉េចអញ្ចឹងយើងទៅខំដៃអ្នកដែលបញ្ចុកបាយយើងអាម៉េចទំនាស់ផលប្រយោជន៍ទំនាស់ផលប្រយោជន៍ហ្នឹងគឺវាគ្រោះថ្នាក់ដល់ជាតិមែនតើខ្ញុំមិនចោទប្រកាន់ថាលោកហ៊ុនតូឬលោកលីយ៉ុនផាត់ជាអក្រិតជនឬក៏ជាអីទេក៏ប៉ុន្តែលោកមាននៅក្នុងបញ្ជីរបស់សហរដ្ឋអាមេរិកដែលកំពុងតែតាមមើលស្រុកខ្មែរថាតើយើងនឹងពិតជាធ្វើឲ្យកក្រើកមែនហ្នឹងតើយើងគ្រាន់តែងន់វាយស្មៅបង្អើលពោះមកយុទ្ធសងឬក៏យើងធ្វើមែនតើឥឡូវអត់ទាន់ឃើញយើងធ្វើមែនតើទេគឺឥឡូវដល់ពេលអញ្ចឹងដល់ពេលលោកអុកញ៉ាលីយ៉ុងផាត់
ឬក៏ហ៊ុនតូគាត់ទៅជួយលុយឲ្យវាមានរដ្ឋសភាដល់ស្កឹមស្កាយបែបនេះទៀតអ្នកណាទៅហ៊ានធ្វើអីគាត់ព្រោះមានស្នាដៃកសាងជាតិមានគណោបការៈដើម្បីជាតិនេះជួយអាគារជួយអីអាចនឹងលុយនឹងគាត់ជួយយូរហើយព្រោះអាគារនឹងជួយតាំងពីមុននឹងបែកខ្ចាយអារឿងឆោបបោកអនឡាញអញ្ចឹងហើយមើលទៅបានជារដ្ឋាភិបាលអត់ហ៊ានបញ្ចេញឈ្មោះអត់ហ៊ានរៀបរាប់អស់លុយប្រមាណអ្នកណាជួយប្រមាណអីព្រោះតែលឺលោកលីយ៉ុងផាត់លោកហ៊ុនតូមកហ្នឹងច្បាស់ជាគេរករឿងហើយស្មានតែគេអត់រករឿងព្រោះរឿងតម្លាភាពរឿងអីហ្នឹងអស់លោកលាក់តែរហូតហ្នឹងហើយរឿងនេះគឺជារឿងក៏ប៉ុន្តែរឿងចេះនៅពេលដែលសារព័ត៌មានអន្តរជាតិគេយកព័ត៌មានបានថាមានលោកលីយ៉ុងផាត់នៅក្នុងហ្នឹងលោកហ៊ុនតូនៅក្នុងហ្នឹងដឹងលោកជាធិរិទ្ធដែលជាអ្នកនាំពាក្យឲ្យលោកហ៊ុនសែនគាត់ថាមិនទេគាត់ថាអ្នកណាក៏ដោយដែលផ្សព្វផ្សាយព័ត៌មានថាលុយសាងសង់វិមានសាមគ្គីភាពរបស់ព្រឹទ្ធសភានេះគឺបានមកពីលុយអង្គញាលីយ៉ុងផាត់ឬលោកហ៊ុនតូហ្នឹងណាគឺជាការមូលបង្កាច់ផ្សព្វផ្សាយព័ត៌មានមិនពិតហើយគាត់ថារួចខ្លួនណាឃើញលោកជាធិរិទ្ធរួចខ្លួនណាថាប៉ុណ្ណឹងទៅគាត់ថាយ៉ាងហោចណាស់បានតបមួយម៉ាត់អត់រួចខ្លួនទេលោកជាធិរិទ្ធអត់មានអាណាគេទៅធ្វើដូចលោកចឹងថានិយាយតែមួយម៉ាត់ប្រាប់សារព័ត៌មាន AFE នៅក្នុងស្រុកអីតែរួចខ្លួនអត់ទេបើលោកបញ្ចេញមករបាយការណ៍ស្អីគេតាក់ទងនឹងការសង់អាគារហ្នឹងអ្នកណាចូលរួមខ្លះហើយសរសេរមកហើយដល់ពេលមូនរ៉េថាអញ្ចឹងជួចាំមើលដល់ពេលគេសរសេរមកអត់មានឈ្មោះហ្នឹងទាំងអស់គេចង់សរសេរអីក៏បានដែរអ្នកណាបរិច្ចាគប្រមាណគេខ្លាញ់លិខិតអីក៏បានដែរខ្ញុំអត់មានឆ្ងល់ទេធ្វើទៅតែយ៉ាងហោចណាស់ក៏បង្ហាញថាលុយហ្នឹងបានមកពីណាអ្នកណាជួយអីអញ្ចឹងទៅប្រជាពលរដ្ឋចង់ដឹងព្រោះការដែលលុយអ្នកណាជួយហ្នឹងហេតុបានចង់ដឹងបើលុយឧទាហរណ៍ក្រុមហ៊ុនរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋឬដីរដ្ឋបឹងបួរសម្បត្តិរដ្ឋនៅកន្លែងណាដែលឲ្យសម្បទានទៅក្រុមហ៊ុនហ្នឹងស្រាប់តែក្រុមហ៊ុនហ្នឹងមានចំណាយជួយព្រឹទ្ធសភាអស់ប៉ុណ្ណេះលាននេះជាអំពើពុករលួយហើយព្រោះអីយើងយកអាលុយពីក្រុមហ៊ុនដែលទៅលុបបឹងបូមខ្សាច់ឬក៏បំផ្លាញជាតិខ្មែររួចទៅមានឈ្មោះអញ្ចឹងបានអស់លោកអត់ចង់បញ្ចេញឈ្មោះអ្នកទាំងអស់នោះទេហើយក៏អត់មានអ្នកណាជួយរដ្ឋាភិបាលខ្មែរដែរព្រោះប្រជាពលរដ្ឋរកតាំងអង្គច្រកឆ្នាំងអត់បានអ្នកណាទៅជួយលុយមានតែអស់អង្គញាមហាមន្ត្រីដែលលួចជាតិនឹងឯងដែលជួយលុយច្រើនដើម្បីអីដើម្បីទិញសមានចិត្តកុំឲ្យរករឿងពួកគាត់នៅក្នុងអំពើពុករលួយលួចជាតិបានច្រើនជាងហ្នឹងជួនកាលគាត់ជួយ3លានមែនតែគាត់លួចបាន30លានមាននរណាទៅធ្វើអីគាត់បានព្រោះអីគេមានស្នាដៃជួយជាតិប៉ុណ្ណេះនរណាទៅប៉ះដាក់តែរូបលោកហ៊ុនសែនចែកណែលិខិតសរសើរថាបានជួយជាតិមួយយកទៅដាក់នៅក្នុងហាងមួយហ្នឹងស្មើនឹងกระดาษយន់អ្នកណាក៏មិនហ៊ានជន់ដែរគឺអញ្ចឹងស្រុកខ្មែរយើងវប្បធម៌ហ្នឹងគឺវាតែអញ្ចឹងតលតែអស់របៀបគ្រប់គ្រងបែបតកូលចេះទៀតបានលែងមានអាវប្បធម៌ហ្នឹងមិនអញ្ចឹងទេនៅ1000ឆ្នាំទៀតក៏នៅអញ្ចឹងដែរតែឥឡូវហ្នឹងហើយឥឡូវខាងរដ្ឋាភិបាលគេបកស្រាយប៉ុណ្ណឹងតែសារព័ត៌មានអន្តរជាតិគេផ្សាយក៏ក្រើកហើយគេផ្សាយនេះបងប្អូនដឹងគេផ្សាយដើម្បីអីគេចង់មើលចរិតមេដឹកនាំខ្មែរយើងថាតើយើងបដិញ្ញាថាប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញតើយើងធ្វើមិនយ៉ាងច្រើនដោយលោកហ៊ុនម៉ាណែតមកនិយាយយ៉ាងយើងកំពុងតែបដូរផ្ដាច់ប្រយុទ្ធការឆបោកអនឡាញលោកលីយ៉ុងផាត់ហើយលោកហ៊ុនតូសំទោសលោកកុកអាននិងលោកលីយ៉ុងផាត់កំពុងតែដុតដៃដុតជើងជួលមេធាវីឲ្យលុបឈ្មោះចេញពីបញ្ជីខ្មៅណាមានរឿងកំ pl ายមួយទៀតបងប្អូនមានដែលឃើញលោកអ៊ំម្នាក់ដែលគាត់យកអាបងបិទលបួសទៅបិទលើកញ្ចក់ឯងព្រោះគាត់ឆ្លោះកញ្ចក់ពេលដែលគាត់ឆ្លោះកញ្ចក់គាត់ឃើញអាស្នាមដូចថាមុតអីចឹងនៅលើក្បាលគាត់ហ្នឹងហើយអញ្ចឹងទៅគាត់យកបងហ្នឹងគាត់ទៅបិទព្រោះអីទៅមើលឃើញនៅក្នុងកញ្ចក់ហ្នឹងគឺគាត់បិទលើអាកញ្ចក់ហ្នឹងបិទទៅព្រោះបិទទៅវាបាំងអាកន្លែងហ្នឹងប៉ុន្តែក្បាលគាត់អត់ជាប់អាបងឬក៏ថ្នាំក្រហមហ្នឹងឯងគាត់បិទនៅលើកញ្ចក់គាត់បិទឡើងចិត្តឆឹងព្រោះអាគាត់ឈរកន្លែងហ្នឹងបងហ្នឹងបិទទៅគឺមើលទៅគាត់ស្មាជាប់ក្បាលគាត់តាមពិតជាប់នៅកញ្ចក់ឯងហើយទៅគាត់ដើរទៅវិញធ្វើមិនដឹងហើយទៅប្រពន្ធគាត់សួរថាតាប៉ែអូយចុះមុតអីមិញឲ្យមិញទៅយកបងយកអីយកមកបិទហេតុអីបានតទេស្អាតគាត់ថាយីបិទ4 5បងហើយតទេស្អាតមិនហើយដល់ប្រពន្ធប្រាប់ថាបិទនៅណាបិទនៅលើក្បាលហ្នឹងចុះមិនក៏អត់ឃើញដល់ទៅមើលទៅជាប់នៅកញ្ចក់ទាំងអស់នេះយើងធ្វើអញ្ចឹងគេឲ្យយើងទៅរួចភ្លើងយើងមកអង្គុយបក់ផ្សែងហើយទៅប្រាប់ប្រជាពលរដ្ឋថាកុំភ័យបន្តិចទៀតឈប់ឆ្លក់អីបក់ដាច់ខ្យល់ស្លាប់ទៅព្រោះយើងធ្វើអញ្ចឹងងាប់ហើយប្រជាពលរដ្ឋខ្មែរគេញ៉ាំបាយត្រឡោកមែនគេអត់ដឹងរឿងហ្នឹងហើយថាខ្មែរយើងបោកបាន30 40ឆ្នាំក៏នៅតែបោកចោះយើងមើងងាយខ្មែរយើងណា
ឃើញគ្នាមិនហ៊ានតវ៉ាហ្នឹងគឺមើលងាយហ្មងប្រមាថបងប្អូនអំពើប្រមាថនេះគឺនាំទៅដល់ភាពមហន្តរាយព្រោះប្រមាថប្រជាប្រដ្ឋខ្លួនឯងថាល្ងង10គត់ខ្លៅឃ្លានខ្លាចធ្វើអីក៏បានហើយខ្លៅឃ្លានខ្លាចហ្នឹងមេដឹកនាំដែលជះទ្រឹស្ដីខ្លៅឃ្លានខ្លាចហ្នឹងចុកចូលគេបាត់ហើយកូនស្រីគាត់ហ្នឹងទៅគេបាត់ហើយគឺសឡុតមិនខ្លាចសឡុតមិនអីហ្នឹងឥឡូវទៅធ្វើការឲ្យអ្នកសឡុតហ្នឹងហើយដូច្នេះយើងចឹងប្រជាប្រដ្ឋអស់សង្ឃឹមច្រើនទៀតដល់ពេលចឹងចិត្តតែគិតថាបានជោគជ័យឯងព្រោះអីអ្នកណាដែលនៅរឹងជាងគេខាងតកូលកម្មហ្នឹងឥឡូវយកមកបានហ្នឹងចឹងអ្នកផ្សេងទៀតស៊ីផុយបោកទៀតអត់ទេការប្រមាថនេះឈានទៅរកភាពអន្តរាយដោយស្វ័យប្រវត្តិខ្លួនឯងទេព្រោះអំពើនេះគឺជាអំពើដែលខ្វះអំពើបុណ្យដូច្នេះវាអំពើបាបវាអត់មានបានជាអំពើបុណ្យកុសលអីទេវានឹងទៅរកធម៌វិនិច្ឆ័យទេអស់លោកបោកប្រជាប្រដ្ឋបែបនេះហើយទៅបោកទៅនាំគ្នាយកអាបងស្អិតហ្នឹងយកទៅបិទនៅលើកញ្ចក់ទៅហើយក្បាលហ្នឹងនៅហូរឈាមអញ្ចឹងដដែលទៅហើយបក់ថាផ្សែងទៅកុំរួចភ្លើងហើយប្រាប់ប្រជាប្រដ្ឋថាធ្វើហើយសហគមន៍អន្តរជាតិគេល្ងងម៉េះគេដឹងរឿងគ្រប់តែគ្នាតែអស់លោកបោកបានតែប្រជាប្រដ្ឋខ្មែរទេសហគមន៍អន្តរជាតិគេមិនល្ងងដល់ថ្នាក់ហ្នឹងប៉ុន្តែដល់ពេលគេផ្សាយមកគឺយើងថោកទាំងជាតិសាសន៍យើងទាំងមូលហ្មងព្រោះតែគេផ្សាយមកគឺគេថាអូអញ្ចឹងរដ្ឋាភិបាលខ្មែរទៅអញ្ចឹងការដែលគេមិនគ្រប់គ្រងរដ្ឋាភិបាលខ្មែរដើម្បីថ្កោលទោសថៃរឿងឈ្លានពានទឹកដីកម្ពុជាហ្នឹងគឺត្រូវហ៎ព្រោះអីចរិតយើងអញ្ចឹងគេរកតែខ្សែគប់យើងអត់បានហើយយើងអត់ដូរចរិតហ្នឹងទៀតបាទឥឡូវបន្តទៅទៀតកម្ពុជាបន្តតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាតែមិនប្តឹងថៃតវ៉ាទៀតខ្ញុំអានតតាខ្សោះខ្យល់ហើយខ្ញុំអត់មាននឿយណាយនៅក្នុងការអាននេះព្រោះអីរដ្ឋាភិបាលកម្ពុជាក៏អត់មាននឿយណាយនៅក្នុងការតវ៉ាឲ្យមិនព្រមប្តឹងថៃនេះលិខិតរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី21ម្សិលមិញកម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានេះលិខិតទីប្រមាណហើយ800ជាងហើយបងប្អូនខ្ញុំភ្លេចអស់ហើយវាច្រើនរយដងពេករដ្ឋាភិបាលកម្ពុជាតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរដ្ឋអធិបតេយ្យតវ៉ាដាក់ដៃដាច់ដៃដាក់ជើងមានបាត់ឈប់បាញ់អាហ្នឹងបាត់ឈប់បាញ់ទុកម្ដុំតម្លាក់បាតធាក់ញោមហើយព្រោះអីញោមប្រេះផ្ដាស់ណារឿងអធិបតេយ្យអត់មានរឿងតវ៉ារឿងអនុគ្រោះឯងគឺរឿងណែឯងចូលមកគឺដាក់ដៃដាច់ដៃដាក់ជើងព្រោះអីតែហ៊ានការពារព្រំដែនត្រូវតែមានសិទ្ធិស្វ័យការពារតាមរដ្ឋធម្មនុញ្ញកម្ពុជាផងតាមសច្ចាប្រណិធានផងតាមរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិហើយថៃអត់មានរឿងអីមកក្រេការ៉ាអីស្រេចចិត្តចឹងទេអត់មានតវ៉ាទេហើយបើថាមិនហ៊ានវាយគេទេកុំឲ្យមានសង្គ្រាមល្អហើយសុខសន្តិភាពប្តឹងគេផងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិអត់ប្តឹងទៅទៀតគាត់តវ៉ាបំពេញមកលើដែនដីខ្មែរទៀតគាត់ថាថ្ងៃ26ខែកក្កដាដល់ថ្ងៃ17សីហានេះនៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរ